រដូវរៀបអាពាហ៍ពិពាហ៍បានមកដល់ហើយមនុស្សម្នាភាគច្រើនសុទ្ធតែបានទទួលការអញ្ជើញឲ្យចូលរួមនៅក្នុងអាពាហ៍ពិពាហ៍របស់មិត្តភក្តិកូនរបស់មិត្តភក្តិឬក៏បងប្អូនរបស់មិត្តភក្តិជាដើមក្នុងមួយខែអ្នកខ្លះទទួលបានសម្បត្តិអញ្ជើញឲ្យចូលរួមនៅក្នុងអាពាហ៍ពិពាហ៍ចំនួន2 3 5 10ឬលើសចំនួន10ក៏មានអ្នកដែលរស់នៅក្នុងប្រទេសកម្ពុជាពិតជាអាចឆ្លើយបានទៅនឹងសំណួរដែលសួរថាតើគេត្រូវចំណាយថវិកាប៉ុន្មានសម្រាប់លិខិតអញ្ជើញទាំងនោះលិខិតអញ្ជើញមួយយ៉ាងហោចណាស់ក៏មានតម្លៃស្មើនឹង$15ឬក៏$20ដែរចុះបើលិខិតអញ្ជើញទាំងនោះត្រូវធ្លាក់ទៅលើគ្រូបង្រៀនមន្ត្រីរាជការតើធៀបការទាំងនោះជាកាដូនៃការរាប់អានឬក៏ជាវិក័យប័ត្រសម្រាប់គ្រួសាររបស់ពួកគេជាការពិតការអញ្ជើញភ្ញៀវដែលជាញាតិមិត្តឲ្យចូលរួមក្នុងពិធីមង្គលការគឺជាប្រពៃណីមួយតាំងតែពីដើមរៀងមកសកម្មភាពនេះបានស្ដែងចេញឲ្យឃើញពីការរឹតចំណងមិត្តភាពការរាប់អានការជួយគ្នាអបអរគ្នាហើយក៏ជាសាក្សីនៃការដឹងឮអំពីចំណងសង្វាស់ប្តីប្រពន្ធគូថ្មីដែរប៉ុន្តែសប្តាហ៍ថ្ងៃនេះការអញ្ជើញឲ្យចូលរួមនៅក្នុងពិធីមង្គលការដែលជាទូទៅគឺជាការអញ្ជើញឲ្យទៅបរិភោគភោជនាហារដែលភ្ជាប់ជាមួយនឹងចំណងដៃឬទឹកប្រាក់នោះវាកំពុងតែคล้ายទៅជាដំណឹងមិនល្អសម្រាប់មនុស្សមួយចំនួនដែលទទួលបានការអញ្ជើញហើយដែលមានស្ថានភាពសេដ្ឋកិច្ចគ្រួសារទន់ខ្សោយឬបើទោះជាអ្នកខ្លះមានជីវភាពសមរម្យក៏គង់តែបង្ហាញអារម្មណ៍ធុញទ្រាន់ដែរបញ្ហាហិរញ្ញវត្ថុគឺជាដើមចមហើយក៏កំពុងតែដាក់សម្ពាធទៅលើពលរដ្ឋខ្មែរឲ្យជ្រើសរើសរវាងទំនាក់ទំនងក្នុងសង្គមនិងសេដ្ឋកិច្ចគ្រួសារតាមពិតទៅមិនមែនថាគ្មានដំណោះស្រាយតតែសោះដើម្បីគេអាចរក្សាចំណុចទាំងពីរឲ្យនៅដើរទន្ទឹមគ្នាបានជាធម្មតាពោលគឺការរក្សាទំនាក់ទំនងក្នុងសង្គមផងនិងសេដ្ឋកិច្ចគ្រួសារផងនោះតើគេត្រូវធ្វើយ៉ាងដូចម្តេចខ្លះអ្នកដែលត្រូវអនុវត្តមុនគេហើយច្រើនជាងគេនោះគឺម្ចាស់ដើមពិធីទី1គេគួរតែកាត់បន្ថយការចំណាយទៅលើការរៀបចំការចំណាយមួយចំនួនដែលមិនចាំបាច់សប្តាហ៍ថ្ងៃនេះដោយសារតែសង្គមកម្ពុជាទាំងមូលបានដើរនៅលើផ្លូវនៃការឲ្យតម្លៃតែទៅលើរូបភាពខាងក្រៅការប្រកួតប្រជែងបង្អួតគ្នាខាងផ្នែកសម្ភារៈម្ចាស់ដើមការបានខិតខំធ្វើយ៉ាងណាឲ្យពិធីរៀបអាពាហ៍ពិពាហ៍នោះមានភាពអធិកអធមមានអ្នកចូលរួមច្រើននិងត្រូវចំណាយថវិកាឲ្យច្រើនទៅលើការតុបតែងពិធីពេលខ្លះគ្រាន់តែកម្រងផ្កាដែលគេតាំងនៅមុខរោងការក៏មានតម្លៃរហូតដល់រាប់ពាន់ដុល្លារស្មើនឹងការចំណាយក្នុងពិធីរៀបអាពាហ៍ពិពាហ៍ទាំងមូលមួយនៅជនបទដែរការចំណាយដ៏ច្រើនលើសលប់នេះហើយដែលធ្វើឲ្យម្ចាស់ដើមពិធីនិងម្ចាស់ដើមការមួយចំនួនត្រូវប្រាប់ញាតិមិត្តឲ្យបានកាន់តែច្រើនដើម្បីទទួលបានចំណូលអាចទប់ទល់នឹងការចំណាយនោះលើកលែងតែមហាសេដ្ឋីកប់ពពកនោះទេប៉ុន្តែភាគច្រើននៃម្ចាស់ដើមការនិងញាតិមិត្តតែងតែសួរគ្នាអំពីការចំណាយខាតឬចំណេញនៅក្រោយការបញ្ចប់ពិធីដូច្នេះតើនេះមិនមានន័យថាពិធីរៀបអាពាហ៍ពិពាហ៍មួយបានក្លាយទៅជាអាជីវកម្មមួយដែលគេត្រូវតែគិតអំពីផលចំណេញហើយមែនដែរឬទេទី2អំពីការអញ្ជើញភ្ញៀវអ្នកម្ចាស់ដើមការគួរតែកំណត់មុខសញ្ញានៃអ្នកដែលត្រូវអញ្ជើញឲ្យមកចូលរួមនៅក្នុងពិធីការបានន័យថាគឺការអញ្ជើញមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធហើយមនុស្សដែលជាតួអង្គកូនកំលោះកូនក្រមុំនោះទៀតសោតក៏គួរតែជាមនុស្សដែលមានទំនាក់ទំនងជិតបំផុតដែរបានន័យថាអ្នកដែលអញ្ជើញភ្ញៀវនោះគួរតែអញ្ជើញអ្នកស្និទ្ធស្នាលបំផុតដើម្បីឲ្យទៅចូលរួមពិធីការខ្លួនឯងឬពិធីរៀបការរបស់កូនប្រុសឬកូនស្រីតែមិនមែនជាការអញ្ជើញមនុស្សគ្រាន់តែត្រឹមធ្លាប់ជួបមុខគ្នាធ្លាប់ស្គាល់គ្នាបានមួយដងឬពីរដងដើម្បីឲ្យពួកគេទៅចូលរួមនៅក្នុងពិធីការរបស់ក្មួយប្រុសក្មួយស្រីរបស់ប្អូនថ្លៃឬក៏បងប្អូនជីដូនមួយរបស់បងប្អូនថ្លៃជាដើមនោះទេមូលហេតុទាំងនេះហើយដែលនាំឲ្យមនុស្សម្នាក់នៅក្នុងពេលនេះបានទទួលធៀបការ3ឬ5ឬ9នោះហើយអ្នកដែលរអ៊ូរទាំនឹងចំនួនធៀបការនេះក៏មិនមែនមានតែមនុស្សសាមញ្ញជាអាជីវករនិងមន្ត្រីរាជការនោះទេមន្ត្រីធំមួយចំនួនដែលមានឋានៈខ្ពង់ខ្ពស់ក៏បានក្លាយទៅជាជនរងគ្រោះរបស់ធៀបការនិងឋានៈរបស់ខ្លួនដែរបើមានឈ្មោះជាឯកឧត្តមទៀតនោះសង្គមកម្ពុជាបច្ចុប្បន្នបានដាក់សម្ពាធថាมันអាចចងដៃតិចតួចដោយមនុស្សទូទៅនោះទៅទៀតក្រុមអ្នកតាមដានសង្គមសេដ្ឋកិច្ចបានប្រមាណមើលថាប្រសិនបើបាតុភូតនេះនៅបន្តយ៉ាងដូចនេះទៀតនោះវានឹងអាចបង្កឲ្យមានផលអវិជ្ជមានច្រើនទៅវិញទេទាំងផ្នែកសង្គមនិងសេដ្ឋកិច្ចទី1
ការអញ្ជើញឲ្យចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍នេះគឺជាប្រពៃណីនិងបង្ហាញអំពីការរាប់អានញាតិមិត្តក៏ប៉ុន្តែក្នុងកលៈទេសៈដែលពលរដ្ឋស្ទើរគ្រប់គ្នាមានបញ្ហាហិរញ្ញវត្ថុឬក៏ថាជីវិតពឹងផ្អែកខ្លាំងលើមូលដ្ឋានសេដ្ឋកិច្ចខណៈចំណូលនៅមានកម្រិតទាបខ្លាំងជាងចំណាយនោះការអនុវត្តបែបនេះវានឹងឈានទៅធ្វើឲ្យបែកបាក់មិត្តភាពទៅវិញទេពិតមែនតែមនុស្សមួយចំនួនតូចបានសម្ដែងការអន់ចិត្តនៅពេលដែលខ្លួនមិនត្រូវបានអញ្ជើញឲ្យទៅចូលរួមនៅក្នុងពិធីអាពាហ៍ពិពាហ៍មែនប៉ុន្តែប្រសិនបើមនុស្សភាគច្រើនដោយសារតែវិបត្តិហិរញ្ញវត្ថុត្រូវបោះបង់ចោលមិនទៅចូលរួមក្នុងពិធីមួយចំនួននោះវានឹងបង្កឲ្យម្ចាស់ដើមការអាក់អន់ស្រពន់ចិត្តទៅវិញទេតើនេះមិនមែនជាការបែកបាក់ទំនាក់ទំនងទេឬមូលហេតុនៃការអញ្ជើញភ្ញៀវនៅពេលមានពិធីមង្គលការគឺជាការបង្ហាញអំពីមិត្តភាពនិងទំនាក់ទំនងរាប់អានគ្នាមែនប៉ុន្តែនៅពីក្រោយការអញ្ជើញនេះភាគីទាំងសងខាងទាំងអ្នកអញ្ជើញនិងអ្នកដែលត្រូវគេអញ្ជើញនោះមានកាតព្វកិច្ចជាប់ខ្លួនពោលគឺបំណុលនេះឯងបានន័យថាគឺជាការសងចំណងដៃគេធ្លាប់ចងប៉ុន្មានត្រូវសងគេប៉ុណ្ណោះវិញទើបជាការគួរសមឬបើផ្ដល់ចំណងដៃប៉ុណ្ណាទៅនោះគឺត្រូវរងចាំទទួលទឹកប្រាក់ប៉ុណ្ណោះមកវិញដូច្នេះរូបភាពនៃការរាប់អានឬមិត្តភាពនឹងគ្នានេះមានន័យត្រឹមតែជាការសងប្រាក់គ្នាតែប៉ុណ្ណោះឬក៏ថានេះគឺជាវប្បធម៌ជួយគ្នាទី2និយាយអំពីការខាតបង់ក្នុងទិដ្ឋភាពសេដ្ឋកិច្ចវិញរៀបចំកាន់តែធំដុំបញ្ជាទិញភេសជ្ជៈនិងស្រាថ្លៃៗដែលសុទ្ធតែនាំចូលពីបរទេសអាហារមួយចំនួនក៏បញ្ជាទិញពីបរទេសទៀតទាំងនេះគឺសុទ្ធតែធ្វើឲ្យថវិកាខ្មែរហូរចេញទៅបរទេសទាំងអស់នៅមជ្ឈមណ្ឌលនៃពិធីជប់លៀងអាពាហ៍ពិពាហ៍រោងនីមួយៗមានភ្ញៀវមិនតិចជាង500នាក់ឡើយចុះរោងចំនួន10នៅកន្លែងតែមួយនោះបានន័យថានៅក្នុងថ្ងៃតែមួយមានមនុស្សមិនតិចជាង5000នាក់ឡើយដែលត្រូវជិះរថយន្តទៅកន្លែងតែមួយធ្វើឲ្យកកស្ទះចរាចរណ៍យ៉ាងចង្អៀតណែនអ្នកសេដ្ឋកិច្ចបានហៅទិដ្ឋភាពនេះថាគឺជាការដុតប្រេងសាំងចោលហើយបើនិយាយប្រៀបធៀបគ្នារវាងបុរសនិងស្ត្រីទៅទៀតនោះស្ត្រីរឹតតែចំណាយច្រើនជាងបុរសសម្លៀកបំពាក់ដែលមិនអាចស្លៀកពាក់ដដែលបានការតុបតែងកាយក៏ត្រូវចំណាយថវិកាបន្ថែមទៀតមុននឹងទៅចូលរួមពិធីអាពាហ៍ពិពាហ៍ដែលត្រូវចងដៃទៀតនោះទាំងនេះគឺជាបញ្ហាសង្គមសេដ្ឋកិច្ចមួយដែលគេត្រូវរួមគ្នាដោះស្រាយពិសេសអ្នករៀបចំពិធីរៀបអាពាហ៍ពិពាហ៍ដែលគួរចាប់ផ្ដើមមុនគេចាប់ផ្ដើមបន្ថយចំណាយបន្ថយការអញ្ជើញចំនួនភ្ញៀវមុននឹងភ្ញៀវសម្រេចចិត្តមិនទៅចូលរួមពិធីការកាន់តែច្រើនឡើងនោះ